សូមគោរពជម្រាបសួរនិងស្វាគមន៍បងប្អូនសាជាថ្មីមកកាន់ការវិភាគហាងឆេងមាសអន្តរជាតិសម្រាប់ថ្ងៃទី11ខែមិថុនាឆ្នាំ2026ហាងឆេងមាសកាលពីថ្ងៃទី10បានបន្តធ្លាក់ break ចុះមកដល់តំបន់$4,000នៅក្នុងមួយអោនអញ្ចឹងព្រឹកនេះមាសមាន retracement តិចតួចឡើងមកដល់តំបន់$4,070នៅក្នុងមួយអោនស្មើប្រហែលនឹងតម្លៃហាងឆេងមាសខ្មែរយើងគឺ$4,900នៅក្នុងមួយតម្លឹងឬក៏$490នៅក្នុងមួយជីឥឡូវនេះមាសគឺឡើងចុះប្រែប្រួលលឿនហើយរាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមកដល់ថ្ងៃពហុនេះគឺមាសធ្លាក់ជាង$400នៅក្នុងមួយអោនបាទអញ្ចឹងបច្ចុប្បន្ននេះគឺមាសបើមាសខ្មែរយើងគឺក្រោម$5,000នៅក្នុងមួយតម្លឹងហើយអញ្ចឹងខ្ញុំគិតថាថ្ងៃនេះបើក្នុងករណីសង្គ្រាមរវាងអាមេរិកជាមួយអ៊ុរ៉ង់មិនមានការចរចាហើយនៅតែបន្តក្តៅមាសគឺនៅតែបន្តចុះទៀតបាទអញ្ចឹងឥឡូវនេះគឺយើងចូលមកដល់ការវិភាគបច្ចេកទេសវិញម្ដងថាតើទិសដៅមាសទៅណាអញ្ចឹងបើយើងនិយាយពីទិសដៅគឺដឹងទៅក្រោមទៀតហើយអញ្ចឹងអ្វីដែលល្អបំផុតគឺយើងរងចាំលក់បាទលក់នៅពេលណាលក់នៅពេលដែលមាសមាន retracement អញ្ចឹងតំបន់ទី1ដែលល្អបំផុតព្រឹកមិញនេះមាសក៏បានឡើងមកជិតដល់ហើយគឺតំបន់4140មកកាន់តំបន់4150តំបន់នេះគឺជា retracement 38%រាប់តាំងពី swing 4300មកអញ្ចឹងតំបន់នេះគឺជាតំបន់ retracement 38%បងប្អូនអាចលក់បានហើយប្រើ stop loss លើតំបន់4155ឬក៏4160តំបន់លក់ទី2គឺជា retracement 50% តែម្ដងគឺ4180គុតមកកាន់តំបន់4190គុតឬក៏4200តែម្ដងអញ្ចឹងបងប្អូនអាចប្រើ stop loss លើតំបន់4200បានដូចគ្នានេះគឺជាតំបន់លក់នៅក្នុងការស្របតាមទិសដៅរបស់ទីផ្សារហើយតំបន់លក់ចុងក្រោយបាទរបស់យើងគឺ4230មកកាន់តំបន់4240កន្លែងនេះគឺជា retracement 76%ឯណោះអញ្ចឹងបើក្នុងករណីទីផ្សារអាចបកមកដល់76%មានន័យថាទីផ្សារក៏អាចមានសញ្ញា reverse ឡើងមកវិញផងដែរបាទនេះគឺជាតំបន់លក់ទាំង3អញ្ចឹងក្នុងករណីដែលទីផ្សារឡើងមកដល់បងប្អូនអាចរងចាំលក់បានឬក៏ប្រើ sell limit បានដូចគ្នាសម្រាប់តំបន់ទិញដោយសារទិញយើងដឹងហើយថាក្នុងសប្តាហ៍នេះគឺប្រច្រាស់ជាមួយនឹងទំនោរទីផ្សារអញ្ចឹងល្អបំផុតគឺរងចាំរៀងឆ្ងាយតិចកាន់តែល្អមានថាឲ្យផ្សារធ្លាក់អស់ចិត្តចាំបងប្អូនចូលទិញអញ្ចឹងតំបន់ទី1គឺជាតំបន់ទិញទី3កាលពីម្សិលមិញរបស់យើងតែម្ដងគឺ4010គុតមកកាន់តំបន់4000ខ្ញុំគិតថាមុននឹងមាសឆ្លងចូលតំបន់3900មាសអាចនឹង respect តំបន់4000នេះ strong level មែនតើហើយអ្នកទិញនៅក្នុងពិភពលោកខ្ញុំគិតថាគេនឹងផ្ដោតទៅលើតម្លៃ4000 level នេះខ្លាំងមែនតើអញ្ចឹងបងប្អូនអាចរងចាំទិញនៅតំបន់4000ប្រើ stop loss ក្រោមតំបន់3990អញ្ចឹងមានថាដាក់ក្រោមបន្តិចបន្តួចអាចចូលដល់88ឬក៏85ក៏បានដែរពីព្រោះតំបន់នេះគឺ strong level មានថាអ្នកទិញនិងអ្នកលក់អាចនឹងប្រទាញផ្ទងគ្នានៅតំបន់នេះអញ្ចឹងតំបន់ទិញទី2គឺជាតំបន់3950ទៅកាន់តំបន់3940អញ្ចឹងតំបន់នេះអាចថាជា psychology level ហើយក៏ទីផ្សារអាចនឹងទៅរកបានដូចគ្នាបើក្នុងករណីកម្លាំងទីផ្សាររក្សាស្ថិរភាពដោយការពីម្សិលមិញបាទនិងតំបន់ទិញចុងក្រោយគឺតំបន់4850ទៅកាន់តំបន់4840អញ្ចឹងបើយើងគិតពីឥឡូវទៅវាចូល$200ក្នុងមួយអោនប៉ុន្តែបច្ចុប្បន្ននេះដោយការពីម្សិលមិញទីផ្សារធ្លាក់ជិត$200នៅក្នុងមួយអោនឯណោះអញ្ចឹងថ្ងៃនេះការរងចាំនៅចម្ងាយ$200ក្នុងមួយអោននេះគឺមិនឆ្ងាយពេកទេព្រោះកម្លាំងទីផ្សារឥទ្ធិពលព័ត៌មានសង្គ្រាមរវាងអាមេរិកជាមួយអ៊ុរ៉ង់អ៊ីស្រាអែលមួយអ៊ុរ៉ង់គឺនៅតែក្តៅអញ្ចឹងទីផ្សារនៅតែបន្តធ្លាក់ចុះបាទអញ្ចឹងការវិភាគបច្ចេកទេសរបស់ខ្ញុំគឺមានត្រឹមប៉ុណ្នេះជូនពរបងប្អូនទាំងគ្នាឲ្យចូលជិះដូចចំណេញគ្រប់គ្នាសូមអរគុណ